full គឺពាក្យបន្ថែមដើមនៅក្នុងអក្សរចិននៅក្នុងហាន់ចាអដែលវាបង្ហាញពីការបដិសេធដែលយើងអាចបកប្រែថាមិនឬក៏អត់នៅខាងមុខពាក្យអក្សរចិនជាច្រើនទៀតឧទាហរណ៍ទី1 full កានឹងហេអផ្ទុយជាមួយនឹងខានឹងហេអញ្ចឹង full កានឹងហេអទៅអត់រួចទេខានឹងហេអទៅរួច full ហេអមានន័យថាភ័យនៅមិនសុខហើយនឹងផានណាន់ហេអទៅជាមានន័យថាស្រួលខ្លួនទៅវិញ full ហេអផានណាន់ហេអចាហើយនឹង full សងស៊ីរ៉ាដាមិនស្មោះត្រង់ full សងស៊ីរ៉ាដាផ្ទុយជាមួយនឹងសងស៊ីរ៉ាដាស្មោះត្រង់ full គងចងហាដាមិនយុត្តិធម៌ផ្ទុយជាមួយនឹងគងចងហាដាយុត្តិធម៌ 확실하다 불확실하다 មិនច្បាស់លាស់ 확실하다 ច្បាស់លាស់ហើយនឹង 불확신하다 មិនច្បាស់លាស់ដែរមិនច្បាស់ក្នុងចិត្ត 확신하다 ច្បាស់ក្នុងចិត្ត 불편해요 មិនស្រួលមិនមានផាសុកភាព 편해요 ស្រួលឬក៏មានផាសុកភាព 불참하다 មិនអាចចូលរួមមិនចូលរួម참석하다 ចូលរួម 불만하다 មិនពេញចិត្ត 만족하다 ពេញចិត្ត 불쾌하다 អារម្មណ៍មិនល្អ 유쾌하다 អារម្មណ៍ល្អចាវាមានពាក្យ full នៅពីមុខនឹងឯងដែលជាការបដិសេធនៃពាក្យនៅក្នុងហាន់ចាអផ្សេងទៀតភ្លេចពាក្យមួយទៀត 불친절해요 ចិត្តអត់ល្អ 친절해요 ចិត្តល្អលក្ខណៈថា 불친절해요 អត់មានរស់រាយរាក់ទាក់អីចឹងណាផ្ទុយជាមួយនឹង 친절해요 រស់រាយរាក់ទាក់ចិត្តល្អហើយបើយើងនិយាយអំពី 불안정하다 អស្ថិរភាព 불안정하다 ផ្ទុយជាមួយនឹង 안정하다 មានស្ថិរភាពអញ្ចឹងហើយនឹង 불법 ខុសច្បាប់ 합법 ត្រូវច្បាប់អញ្ចឹងមានពាក្យច្រើនដែលជាអក្សរហាន់ចាអហើយគឺគេបញ្ចូល full នៅពីមុខវាទៅជាបែបលក្ខណៈផ្ទុយគ្នាទៅវិញ 불법 ខុសច្បាប់ 합법 ត្រូវច្បាប់ជាដើមអញ្ចឹងនៅមានពាក្យច្រើនទៀតអ្នកទាំងអស់គ្នាដែលមាន full នៅពីមុខហើយនិងមានពាក្យផ្ទុយរបស់វានៅខាងក្រោយអញ្ចឹង full មានន័យថាមិនឬក៏អត់ឬក៏នៅក្នុងអក្សរខ្មែរយើងវាជាពាក្យបន្ថែមដើមនៅក្នុងអក្សរចិនតែអ្នកទាំងអស់គ្នាធ្លាប់ជួបពាក្យអ្វីផ្សេងទៀតដែរក្រៅពីពាក្យដែលខ្ញុំនិយាយអំបញ្ញមិញសូមជួយខមមិននៅខាងក្រោមតិចមកអរគុណច្រើន